ជាក្មេងដែលអន់ចិត្តព្រោះតែសម្ដីរបស់លីណាម៉ាស៊ីរហូតខ្លាយទៅជាតួឯកដែលជួយឲ្យ PSG បង្កើតនៅប្រវត្តិសាស្ត្រថ្មីទស្សនិកជននេះគឺជារឿងរ៉ាវរបស់កីឡាករវ័យក្មេងវីទីញ៉ាខ្សែបម្រើរបស់ PSG ហើយក៏ជាខ្សែបម្រើអន្តរជាតិរបស់ប៉ូទុយហ្គាល់ផងដែរបងប្អូនបានដឹងស្រាប់ហើយជាមួយនឹងដំណើរផ្សងព្រេងដ៏អស្ចារ្យរបស់ PSG នៅក្នុងរដូវកាលនេះដែលមានការរួមចំណែកយ៉ាងធំធេងពីកីឡាករខ្សែបម្រើអន្តរជាតិប៉ូទុយហ្គាល់វីទីញ៉ាជាមួយនឹង PSG គេគឺជាផ្នែកមួយយ៉ាងសំខាន់គឺជាកម្លាំងជលករមួយដ៏រឹងមាំដែលបានដឹកនាំនៅតំបន់បម្រើរបស់ PSG ជាពិសេសគឺការបង្កើតឱកាសផ្សេងៗការទទួលយកបាល់ការបញ្ជូនបាល់បើយើងនិយាយឲ្យចំទៅគឺជាការគ្រប់គ្រងស្ថិតិរបស់ការប្រកួតតែម្ដងក៏ប៉ុន្តែរឿងរ៉ាវរបស់វីទីញ៉ាមិនមែនស្រួលដូចអ្វីដែលអ្នកគិតទេនៅក្នុងឆ្នាំ2022ថ្មីដែលវីទីញ៉ាទើបតែចូលរួមជាមួយនឹងក្លឹបបាល់ទាត់ញាក់មានរបស់បារាំង PSG ភ្លាមនោះគេបានចូលរួមហ្វឹកហាត់ជាមួយនឹងកីឡាករឆ្នាំដូចជា Neymar, Mbappé និង Lionel Messi ផងដែរក៏ប៉ុន្តែនៅកាលនោះ Lionel Messi បាននិយាយទៅកាន់វីទីញ៉ាថាអ្នកមិនល្អគ្រប់គ្រាន់ទេសមត្ថភាពរបស់អ្នកគឺវាមិនសមតទៅសោះជាមួយនឹងក្លឹបមួយនេះពាក្យពេចន៍ទាំងអស់នេះអាចនឹងបំបែកបេះដូងរបស់វីទីញ៉ាក៏ប៉ុន្តែវីទីញ៉ាគឺយកពាក្យពេចន៍ទាំងអស់នេះដើម្បីមកអភិវឌ្ឍសមត្ថភាពគឺគេដុសខាត់សមត្ថភាពខ្លួនឯងរហូតមកដល់ពេលបច្ចុប្បន្ននេះវីទីញ៉ាគឺជាផ្នែកមួយយ៉ាងសំខាន់នៃប្រព័ន្ធលេងរបស់លោក Luis Enrique ថ្មីនេះគេក៏បានជួយឲ្យ PSG គ្រងតំណែងជើងឯកពានរង្វាន់ UEFA Champions League រដូវកាល 2024-2025 នៅឯទីក្រុង Munich ផងដែរក៏ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបចេញពីប្រទេសបារាំងមួយនេះប៉ុន្តែអ្វីដែលសំខាន់បន្ទាប់ពីការប្រកួតចប់វីទីញ៉ាបានថ្លែងពាក្យទៅកាន់ Lionel Messi ថាអ្នកមិនត្រឹមតែអាក្រក់ប៉ុណ្ណោះទេអ្នកបានធ្វើឲ្យខ្ញុំឈឺជក់ចាប់ខ្លាំងណាស់ខ្ញុំសង្ឃឹមថាអ្នកកំពុងតែមើលពួកយើងលើកពានវ៉ាវពាក្យពេចន៍ទាំងអស់នេះខ្ញុំមិនដឹងថាតើវាធ្វើឲ្យវីទីញ៉ាឈឺយ៉ាងណានោះទេតាំងពី2022រហូតមកដល់ពេលនេះហើយឥឡូវនេះទីបំផុតវីទីញ៉ាក៏បានសងសឹកបានសម្រេចដោយការបង្ហាញថាគេគឺជាម្ចាស់ជើងឯកនៃទ្វីបអឺរ៉ុបជួបគ្នាជាមួយនឹង Channel នៅវីដេអូក្រោយទៀតសូមអរគុណ